សុកក៏ពួកយើងចាប់ដើមធ្វើរឿងមួយរៀបចំធ្វើសួនដាំដំណាំណាដំណាំគ្រឿងទេសណាហើយនេះគឺជាសកម្មភាពទាំងមូលដែលពួកយើងធ្វើសួនរៀបដែលឥតហើយរៀបឥតគាត់ថារៀបទប់ដីដើម្បីដាក់ជីដាំទេបាទគឺទេសនេះគឺយើងដាំជាប្រភេទបន្លែមានដូចជាតកួនឬក៏ស្ពៃក្តោបហើយដើមម្ទេសភាគច្រើនយើងមានដើមម្ទេសស្រាប់ព្រោះប្រទេសយើងដាំបានច្រើនហើយដាំនៅចាស់យើងផ្ទះខាងនោះតែយើងត្រូវបបែកវាចិនមកដាក់ឡើងស្ពះរៀងទីធ្លាធំវិញព្រោះកន្លែងទូចនោះវាដុះច្រើនពេកទៅវាដាស់គ្នាវាចៀតគ្នាអញ្ចឹងក៏ពួកយើងស្វែងចិត្តធ្វើសួនក្រួយដើម្បីដាំឲ្យបានច្រើនហើយដាំឲ្យគ្រប់មុខបន្លែបាទប្រភេទបាទបន្ទាប់ពីកាហ្វេកប៉ុកពេញថ្ងៃបាទឥឡូវម៉ោង 7:06 ហើយគឺយើងបានរបស់នេះរៀបចំដីរួចរាល់ហើយហើយវារងមួយស្រួលហើយអាចនឹងស្អែកទៅរកទិញគ្រាប់ទូចជឿយកមកដាក់ចំណាំហូបតែជាប្រភេទស្លមានដូចជាស្ពៃក្តោបអញ្ចឹងទៅមកទេហើយនឹងរនូងអីមានច្រើនទៀតហើយយើងយកមកទិញដាក់ដាំហើយធ្វើរោងមកជួលទៀតដើម្បីដាក់គេដាក់វ៉ាតោងឡើងយ៉ាងនេះអញដាក់តកួនផងស្ពៃ